ដោយមើលឃើញពីតម្រូវការចាំបាច់ក្នុងការប្រើប្រាស់របស់អតិថិជនចំពោះផលិតផលទឹកដោះគោក្រុមហ៊ុន MG Megus ដែលជាក្រុមហ៊ុនកូនខ្មែរបានសម្រេចធ្វើការនាំចូលនៅផលិតផលទឹកដោះគោ3ប្រភេទដែលមានគុណភាពនិងសុវត្ថិភាពខ្ពស់ចូលបំពេញតម្រូវការក្នុងទីផ្សារកម្ពុជានេះគឺជាការបញ្ជាក់របស់លោកជំទាវជើមួយហ្គេចអគ្គនាយិកាក្រុមហ៊ុន MG Megus ក្នុងឱកាសសម្ពោធជាផ្លូវការក្រុមហ៊ុន MG Megus ដែលមានទីតាំងតាមបណ្ដោយមហាវិថីបុរីអង្គរស្ថិតក្នុងសង្កាត់ទួលសង្កែ2ខណ្ឌរសីកែវរាជធានីភ្នំពេញពិធីសម្ពោធនេះមានការចូលរួមពីសំណាក់ឯកឧត្តមអុកញ៉ាសាស្ត្រាចារ្យសមូហកបណ្ឌិតលេខសុភីប្រធានសមាគមសហព័ន្ធការពារអ្នកប្រើប្រាស់នៅកម្ពុជានិងសមាគមសហព័ន្ធវិនិយោគិននៅកម្ពុជានិងភ្ញៀវជាតិនិងអន្តរជាតិជាច្រើនរូបនាថ្ងៃទី31ខែមករាឆ្នាំ2026លោកជំទាវជើមួយហ្គេចបានបញ្ជាក់ទៀតថាបច្ចុប្បន្នក្រុមហ៊ុនបាននាំចូលនៅទឹកដោះគោពីរប្រភេទរួចមកហើយគឺទឹកដោះគោស្រស់ Barista Meal និង Lotha Meal ហើយនៅដើមខែកុម្ភៈនេះក្រុមហ៊ុននឹងនាំនៅទឹកដោះគោមួយប្រភេទទៀតគឺទឹកដោះគោខ្ទិះចាបច្ចុប្បន្នផ្ទាល់ក្រុមហ៊ុនយើងបានចែកចាយនៅទឹកដោះគោស្រស់ពីរប្រភេទគឺទឹកដោះគោម៉ាក់ Barista មាននិង Lotha មានដែលមានលក់នៅគ្រប់ផ្សារទំនើបពេលនេះក៏ដូចជាផ្សារទំនើបនានា Eon អីចឹងបងប្អូនអាចទៅរកមើលបានហើយចំពោះទឹកដោះគោមួយប្រភេទទៀតគឺជាប្រភេទទឹកដោះគោខ្ទិះយើងក៏មានធ្វើការនាំចូលមកដែរនឹងមានស្តុកចែកចាយចាប់ពីខែក្រោយទៅចានេះគឺជាចំណុចមួយដ៏សំខាន់ពាក់ព័ន្ធជាមួយនឹងការដែលជ្រើសរើសផលិតផលនាំចូលការពីដំបូងឡើយគឺពួកខ្ញុំអត់មានកំណត់ក្នុងការនាំចូលប្រភេទទឹកដោះគោស្រស់ទេប៉ុន្តែដោយហេតុនៅក្នុងប្រទេសយើងចាប់ផ្ដើមមានកង្វះក្នុងការផលិតផលប្រើប្រាស់អញ្ចឹងជាពិសេសចំណុចដែលខ្វះខាតច្រើនគេនឹងគឺប្រភេទទឹកដោះគោស្រស់អញ្ចឹងខ្ញុំក្នុងនាមខ្ញុំជាក្រុមហ៊ុនដែលអាចមានសិទ្ធិក្នុងការនាំចូលទំនិញមកចែកចាយបានខ្ញុំក៏ព្យាយាមទៅជ្រើសរើសរកទំនិញនៅប្រទេសជិតខាងដែលមានគេហៅការដឹកជញ្ជូនរយៈពេលខ្លីបំផុតដោយសារប្រភេទទឹកដោះគោស្រស់គឺវាត្រូវការរយៈពេលទុកដាក់ហ្នឹងគឺគេហៅថាសីតុណ្ហភាពក៏ត្រូវការកម្រិតឲ្យស្តង់ដារការដឹកជញ្ជូនមិនអាចយូរបានទេដោយសារគេហៅ shelf life សុពលភាពរបស់ទឹកដោះគោនោះបានត្រឹមតែរយៈពេល10ថ្ងៃទៅ11ថ្ងៃចេញពីរោងចក្រអញ្ចឹងគឺខ្ញុំផ្ទាល់គឺរើសប្រទេសវៀតណាមដែលអាចធ្វើដំណើរមកក្នុងរយៈពេលខ្លីបំផុតដែលអាចនៅរក្សាគុណភាពទឹកដោះគោស្រស់របស់យើងបានដូចទូទៅអញ្ចឹងហើយចំពោះការដឹកជញ្ជូនគឺយើងព្យាយាមប្រើតាមស្តង់ដារការដឹកដោយឡានត្រជាក់ប្រើឃ្លាំងត្រជាក់ប្រភេទទឹកដោះគោស្រស់ត្រូវទុកនៅក្នុងសីតុណ្ហភាពពី2ទៅ4អង្សាថេរសីតុណ្ហភាពដែលទទួលបានទៅលើទឹកដោះគោអញ្ចឹងចំពោះហេតុផលនេះដែលខ្ញុំត្រូវតែសម្រេចចិត្តជ្រើសរើសយកប្រទេសជិតខាងយើងគឺប្រទេសវៀតណាមដើម្បីផ្គត់ផ្គង់ចូលមកហើយក្នុងនោះដែរខ្ញុំចង់ឲ្យបងប្អូនទាំងអស់គ្នានៅកម្ពុជាមានតម្រូវការប្រើប្រាស់នឹងបានគ្រប់គ្រាន់កុំឲ្យថាខ្វះមុខខ្វះក្រោយអញ្ចឹងក៏ខ្ញុំជ្រើសរើសយកទឹកដោះគោពីរ brand គឺ Barista មាននិង Lotha មានដែលជា brand ធំជាងគេនៅវៀតណាមចូលមកស្រុកខ្មែរយើងហើយចំពោះផលិតផលនេះជ្រើសរើសដោយទំនួលខុសត្រូវនិងប្រយ័ត្នមានន័យថាខ្ញុំទៅមើលដល់ farm គេចិញ្ចឹមផ្ទាល់ខ្ញុំទៅមើលសង្វាក់ផលិតកម្មតើផលិតកម្មហ្នឹងមានចំណុចរបៀបម៉េចមើលទៅការដឹកនាំផលិតរបស់គាត់នឹងតាមស្តង់ដារប្រទេសណាអញ្ចឹងគឺពួកខ្ញុំបានត្រួតពិនិត្យមកយ៉ាងច្បាស់លាស់ហើយបន្ទាប់ពីការដែលនាំចូលមកគឺយើងបានយកទៅកាន់មន្ទីរពាក់ព័ន្ធមន្ទីរស្តង់ដារទាំងអស់ដើម្បីធ្វើការឆែកគុណភាពមុននឹងយើងដាក់លក់នៅលើទីផ្សារចា៎ជាមួយគ្នានេះឯកឧត្តមអុកញ៉ាសាស្ត្រាចារ្យសមូហកបណ្ឌិតលេខសុភីបានចាត់ទុកការបើកដំណើរការជាផ្លូវការរបស់ក្រុមហ៊ុន MG Megus នឹងបាននាំចូលនៅទឹកដោះគោស្រស់និងទឹកដោះគោខ្ទិះនេះថាជាការចាប់ផ្ដើមដ៏សំខាន់នៃរូបមន្ត5ផ្ដោគឺផ្ដំផ្ដើមផ្ដោតផ្ដោះផ្ដោដែលជាគោលនយោបាយអតិភិបតម្រូវការចាំបាច់របស់ប្រជាជនយើងការងារនេះគឺជារឿងសំខាន់ទាក់ទងនឹងសុវត្ថិភាពម្ហូបអាហារនិងភេសជ្ជៈនៅក្នុងនោះគឺគោលនយោបាយការងារអតិភិបតម្រូវការចាំបាច់របស់ប្រជាជនយើង
គឺតកតងទៅនឹងទឹកដោះគោចឹងទឹកដោះគោនេះគឺជាការចាប់ផ្ដើមមួយដ៏សំខាន់គេហៅថារូបមន្ត5ផ្ដោផ្ដុំផ្ដើមផ្ដល់ផ្ដោតផ្ដោះផ្ដោអញ្ចឹងនៅក្នុងចំណោមនេះគឺវាបានផ្ដើមចេញជារូបរាងបានមួយជំហានទោះជាមានការចាប់ផ្ដើមចេញពី3តំណែងហើយយើងបានធ្វើដោយមានភាពស្របច្បាប់នេះជាកត្តាមួយហើយនឹងមានការប្រកាសទទួលស្គាល់ពីការពៀនអ្នកប្រើប្រាស់ហើយនឹងស្ថាប័ននៃពាក់ព័ន្ធដែលមានការទទួលស្គាល់ទោះជាថ្ងៃនេះគេធ្វើជាលក្ខណៈសាមញ្ញក្រុមគ្រួសារជាជាមួយតំណាងចែកចាយតូចក៏ជាសារនយោបាយមួយទាក់ទងទៅនឹងសេដ្ឋកិច្ចពាណិជ្ជកម្មមួយដែលមានការចាប់ផ្ដើមបើមិនមានការផ្ដើមទេយើងមិនអាចធ្វើអ្វីមួយបានទេតែយើងចាប់ផ្ដើមណាតែយើងប្រមូលផ្ដុំគ្នាអញ្ចឹងបានផ្ដើមទៅប្រមូលទៅធ្វើអីកើត